ឃើញក្បាលវីដេអូក៏ដឹងថាម្នាក់ជ្រើមនឹងទឹកប៉ុណ្ណាដែរហើយពួកខ្ញុំនឹងអ្នកមកពីចង្ងាយមែនគឺអត់ទេបងប្អូនគឺពួកខ្ញុំនឹងគឺជាអ្នករស់នៅភូមិចុងគ្នាក្នុងខេត្តសៀមរាបនឹងតែម្ដងបងប្អូនហើយពួកយើងមកលេងហ្នឹងគឺក្នុងមួយឆ្នាំមកលេងបានតែម្ដងឬក៏ពីរដងអីទេគឺមកលេងចំថ្ងៃជុំបិណ្ឌឬក៏ថ្ងៃចេញព្រះវស្សាអីចឹងទៅដោយសារតែខែហ្នឹងគឺជាខែដែលទឹកឡើងហើយខែដែលមានទឹកថ្លាយើងងាយស្រួលក្នុងការងូតវាអត់ធ្វើឲ្យយើងល្មើសខ្លួនចឹងណាវិញទៀតនៅក្នុងវីដេអូមួយនេះគឺខ្ញុំមានគោលបំណងចង់ប្រាប់ទៅបងប្អូនថារាល់ពេលដែលពួកខ្ញុំមកលេងហ្នឹងគឺខ្ញុំលេងនៅកន្លែងណាខ្លះដោយសារតែខែមុនហ្នឹងពេលដែលខ្ញុំបង្ហោះវីដេអូមួយដែលមានធ្លាក់ខ្យល់មានរលកវាយបោកចូលទៅក្នុងទូកហ្នឹងខ្ញុំបានផុសហើយក៏មានបងប្អូនចូលខមមិនលេងជាមួយចឹងណាតែវីដេអូចាស់ហ្នឹងគឺផ្ទុកខ្លាំងមែនទែនបងប្អូនមានអ្នក review រហូតដល់ជាង 700k ហើយក៏មានមតិ comment មួយចំនួនដែលគាត់និយាយថាហេតុអីក៏ហ៊ានម៉ែឆ្លងកាត់តលេឆ្លងកាត់អីហើយទឹកអាឡុកធំអញ្ចឹងហើយមានអ្នកពាក់អាវពោងអញ្ចឹងណាអញ្ចឹងវីដេអូនេះខ្ញុំចង់មកបកស្រាយហើយខ្ញុំមកប្រាប់បងប្អូនថាពេលដែលពួកខ្ញុំចេញទៅលេងហ្នឹងគឺពួកខ្ញុំចេញទៅលេងចិត្តព្រៃហ្នឹងទេអត់មានចេញទៅឆ្ងាយទេគឺយើងចេញទៅចិត្តព្រៃហើយនៅពេលដែលឃើញមេឃអត់ស្រួលគឺពួកយើងបើកចូលមកហើយដូចជាថ្ងៃមុនអញ្ចឹងថ្ងៃមុនហ្នឹងគឺពួកយើងលេងនៅចិត្តព្រៃដូចគ្នាគឺយើងលេងនៅខាងក្រោយវត្តសវណ្ណសាគរដែលនៅនឹងមាត់ព្រៃអញ្ចឹងណាប៉ុន្តែនៅពេលដែលពួកយើងឃើញមេឃខ្មៅភ្លាមពួកយើងបើកចូលមកភ្លាមតែចូលមកហ្នឹងនៅសល់ប្រហែលជា5នាទីទៀតអីគឺយើងចូលដល់ច្រកចូលនេះដោយបងប្អូនបានឃើញអញ្ចឹងគឺយើងចូលដល់ច្រកហ្នឹងហើយប៉ុន្តែគឺមេឃនឹងលឿនខ្លាំងមែនទែនហើយអាឡុកធំហើយសម្រាប់ខ្ញុំគឺជាអ្នកដែលខ្លាចទឹកប៉ុន្តែគឺជ្រើមនឹងទឹកដូចគ្នាអញ្ចឹងខ្ញុំមានវីដេអូខ្លីហ្នឹងខ្ញុំលើកទូរស័ព្ទមកថតទឹកប៉ុន្តែដល់ពេលដែលថតហើយហ្នឹងគឺអាឡុកវាយចេះមកទៅក៏ខ្ញុំបិទទៅហើយក៏ខ្ញុំបានបង្វែរវីដេអូទៅខាងព្រៃអញ្ចឹងណាអញ្ចឹងធ្វើឲ្យបងប្អូនមួយចំនួនគឺគាត់បារម្ភអ្នកខ្លះក៏គាត់ឆាតមកសួរឆាតមកនាំថាមិនបានហ៊ានម្លេះហើយឆ្លងទៅណាអីទៅណាមិនបានបើកចូលព្រៃអីអញ្ចឹងមិនបានពាក់អាវពោងអញ្ចឹងគឺមានច្រើនសំណួរមែនទេទាំងក្នុងឆាតទាំងក្នុង comment និយាយទៅធ្វើឲ្យខ្ញុំមានក្តីរំភើបរីករាយមែនទេដែលបងប្អូនមិត្តភក្តិទាំងអស់គ្នាមានការព្រួយបារម្ភហើយបានសួរនាំអញ្ចឹងណាធ្វើឲ្យនាងខ្ញុំនេះបានធ្វើការថតវីដេអូថ្មីមួយនេះដើម្បីប្រាប់បងប្អូនថាការដែលយើងចេញទៅគឺយើងមានការប្រុងប្រយ័ត្នណាស់ដូចថ្ងៃទី15ដែលពួកយើងបានទៅលេងនេះបងប្អូនមើលណាមើលទៅមេឃគឺខ្មៅធ្លាក់ខ្មៅពីខាងកើតមកអញ្ចឹងពេលដែលធ្លាក់ខ្មៅភ្លាមគឺពួកយើងនៅគ្នាជប់លេងទឹកហើយគឺឡើងនៅលើទូកហើយពួកយើងបើកចូលមកក្នុងបែបនេះបងប្អូនដើម្បីសុវត្ថិភាពអញ្ចឹងណាអញ្ចឹងវីដេអូមួយនេះបញ្ជាក់ប្រាប់បងប្អូនម្ដងទៀតថាពួកខ្ញុំមកលេងនៅភូមិចុងគ្នាបងប្អូនហើយនៅក្នុងខេត្តសៀមរាបយើងនឹងទេអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចាប់អារម្មណ៍ចង់មកលេងទឹកមកលេងវត្តនៅវត្តសវណ្ណសាគរគឺអាចមកលេងបាននៅភូមិចុងគ្នាយើងនឹងឯងហើយទុកចិត្តលើតកងទូកចោះតកងទូកនឹងជូនសុវត្ថិភាពយើង 100% តែម្ដងមិនឲ្យយើងមានការព្រួយបារម្ភអីទេអញ្ចឹងបន្ទាប់ពីមេឃខ្មៅប្រហែលជា20នាទីមកគឺមេឃចាប់ផ្ដើមឆ្លាស់មកវិញបងប្អូនអើយឆ្លាស់មកវិញហើយក៏មានជាការឆ្កាដៃឆ្កាជើងនៅលើតបូលទូកជាខ្លាំងអញ្ចឹងបងប្អូនមកស្ដាប់សលេងស៊ីនទាំងអស់គ្នា